សួស្តីពុំពុំមីនឹងអស់គ្នាជាពិសេសfan fan អ្នកចិញ្ចឹមជ្រូករបស់យើងណាចង់និយាយថាការចិញ្ចឹមជ្រូករបស់យើងធ្វើបែបណាទើបឲ្យគុណជ្រូករបស់យើងទើបលើសល្អហើយពេលដែលយើងចិញ្ចឹមឲ្យចំណេញបងប្អូនអរគ្នាសម្រាប់ខ្ញុំការចិញ្ចឹមរបស់យើងគឺចិញ្ចឹមតែលក្ខណៈធម្មតាដោយសារតែទ្រុងរបស់ខ្ញុំគឺជាទ្រុងដែលយើងចិញ្ចឹមភាសាអត់បានចែកដាច់ដោយឡែកដូចជាគេចិញ្ចឹមធំៗហ្នឹងណាបងប្អូនអរគ្នាហើយសម្រាប់គុនជ្រូករបស់យើងមុននឹងយើងចិញ្ចឹមយើងអាចជ្រើសរើសពូជដំបូងឡើយបងប្អូនដែលយើងចិញ្ចឹមរើសបានគុនពូជដែលមានលក្ខណៈសុខភាពល្អការលូតលាស់របស់ពូជគាត់គឺលូតលឿនណាបងប្អូនអរគ្នាប៉ុន្តែជ្រូកត្រូវតែចាស់ខែបងប្អូនអាយុរបស់វា4សប្តាហ៍8ជំនេពេលជ្រូកនោះលូតលាស់លឿនខ្លាំងជាងជ្រូកដែលមានអាយុ3សប្តាហ៍8ចេញជំនេណាបងប្អូនអរគ្នាហើយនេះគឺជាកូនជ្រូកដែលខ្ញុំចិញ្ចឹមខ្លួនឯងលក្ខណៈគ្រួសារនិយាយទៅការចិញ្ចឹមរបស់យើងវាអត់ទូលំទូលាយឬក៏អត់ប្រើដើមទុនខ្ពស់ទេយើងប្រើមធ្យមបងប្អូនអរគ្នាតែសម្រាប់អ្នកដែលគេមានដើមទុនធំគេអត់ធ្វើដូចពួកខ្ញុំអីគេធ្វើបែបលក្ខណៈធំទ្រង់ទ្រែធំហើយវាស្អាតហើយស្រាប់កូនជ្រូកដែលយើងចិញ្ចឹមគឺរឿងសំខាន់គឺចំណីបងប្អូនបើយើងមានចំណីវាគឺគ្រប់ទៅនឹងធំលឿនតែបើយើងឲ្យស៊ីចំណីតិចក៏វាធំអត់លឿនដែរគឺការស៊ីរបស់វាគឺស៊ីដូចបងប្អូនឃើញហ្នឹងឯងគឺខ្ញុំនៅពេលដែលវាចាស់កែអាយុចង់និយាយថាយើងប្របែកមកវាបានហើយជា2សប្តាហ៍ចាំយើងឲ្យស៊ីអូតូបងប្អូនហើយមួយទៀតមានទឹកផឹកគឺយើងមានក្បាលដួលនៅទីនេះបងប្អូនមើលអត់ឃើញទេប៉ុន្តែជារឿងចាំបាច់គឺទឹកផឹកចំណីហើយយើងទុកដេករបស់វាណាបងប្អូននៅពេលព្រឹកវាអត់ទៅបញ្ហាទេប៉ុន្តែបើពេលថ្ងៃឬក៏ពេលចាប់ពីថ្ងៃឡើងទៅមក10 12ទៅជ្រូករបស់យើងវាក្តៅផ្លាស់ហើយគឺវាត្រូវការជាចាំបាច់ហើយនៅក្នុងនេះក៏មានប្រហែលផងដែរបងប្អូនមានទាំងប្រហែលមានទាំងចំណីរបស់វាហើយនឹងទឹកដេកហើយនឹងទឹកផឹក3នេះគឺសំខាន់បំផុតហើយអ្វីដែលសំខាន់ជាងនេះគឺអនាម័យនៅពេលដែលយើងធ្វើអនាម័យឲ្យគាត់បានល្អគឺរបស់យើងយកដល់យើងខាងនេះណាបងប្អូនអរគ្នាហើយសម្រាប់វីដេអូរបស់ខ្ញុំនិយាយទៅខ្ញុំខានផននៅក្នុង YouTube របស់ខ្ញុំរាប់ឆ្នាំហើយបងប្អូនហើយនៅនេះខ្ញុំធ្វើថតវីដេអូមួយដែល original បានកាត់តឲ្យទាំងអស់ហើយខ្ញុំនឹងដាក់ធ្វើជាវីដេអូខ្ញុំផុសក្នុង YouTube របស់ខ្ញុំអរគុណច្រើនបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំប្រាប់នេះមានតែប៉ុណ្ណឹង